បាទសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានខ្ញុំតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗក៏ដូចជាតាមរយៈ Telegram Group TikTok និង Page Facebook របស់ខ្ញុំបាទផងដែរបាទថ្ងៃនេះមុននឹងចេញទៅពេញការងារខ្ញុំសូមចូលរួមមកឆ្លើយនឹងសំណួរដោយមានបងប្អូនក៏ដូចជាមិត្តភ័ក្តិមួយចំនួនដែរតែគាត់បានសួរសំណួរល្អស្តៀងគ្នាបាទអញ្ចឹងសំណួរដែលគាត់សួរនោះគឺថាតើពេលដែលគាត់ខ្លាយខ្លួនជាម្ចាស់ហាងចាំស្របច្បាប់ហើយអ្វីខ្លះជាហានិភ័យសម្រាប់គាត់អ្វីដែលជាការប្រឈមហើយនឹងទៅជួបអតិថិជនបែបណាខ្លះបាទអញ្ចឹងពេលនេះគឺខ្ញុំសូមបកស្រាយជូនទៅដល់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាទុកជាការស្ដាប់កំសាន្តក៏ដូចជាទទួលនៅចំណេះដឹងហើយបើសិនជាល្អក៏សូមធ្វើការ share ចែករំលែកទៅមិត្តភ័ក្តិបងប្អូនបន្តទៀតផងដែរបាទអូខេអញ្ចឹងពេលដែលបងប្អូនខ្លាយជាម្ចាស់ហាងចាំស្របច្បាប់បានន័យថាបងប្អូនបានទៅ apply នៅខាងក្រសួងពាក់ព័ន្ធដែលខ្ញុំតែងតែចេញជាមេរៀនកន្លងមកនោះដូចជាមានទទួលស្គាល់អាជ្ញាប័ណ្ណពីមន្ទីរសេដ្ឋកិច្ចនិងនបផងដែរនោះអញ្ចឹងគឺអ្វីដែលបងប្អូនដែលជាបញ្ហាហានិភ័យខ្ញុំសូមរៀបរាប់ការហានិភ័យនោះគឺដោយសារតែបងប្អូនអាចថាមិនទាន់យល់ច្បាស់ពីការត្រួតពិនិត្យរបស់ទ្រព្យវាតម្លៃទៅលើរបស់ទ្រព្យក្នុងការទិញចូលលក់ចេញហើយនឹងឧទាហរណ៍ថាបងប្អូនទៅអត់ចេះវាយតម្លៃទៅលើគ្រឿងអលង្ការឧទាហរណ៍ថាគ្រឿងអលង្ការនោះវាជារបស់ខ្លាំងៗផ្សេងៗបងប្អូនអត់ចេះក្នុងការត្រួតពិនិត្យឬក៏ឯកសាររថយន្តឯកសារម៉ូតូប្លង់ដីប្លង់ផ្ទះផ្សេងៗគឺវាទាមទារឲ្យបងប្អូនមានចំណេះដឹងទៅលើការត្រួតពិនិត្យរបស់ទាំងអស់នោះអញ្ចឹងនៅពេលដែលបងប្អូនមិនយល់បងប្អូនមិនដឹងទេនេះហើយដែលជាហានិភ័យនៅការបញ្ចេញសាច់ប្រាក់របស់បងប្អូនទៅជូនអតិថិជនហើយគឺបងប្អូនអាចទទួលបានប្រាក់ចំណេញពីអ្វីដែលបងប្អូនបញ្ចេញសាច់ប្រាក់នោះបានទេគឺបងប្អូនស្មើនឹងខាតបង់ប្រាក់ទាំងអស់នោះហើយចឹងហើយបានខ្ញុំតែងតែក្រើនរំលឹកថានៅពេលដែលបងប្អូនចង់ទៅរកស៊ីនៅក្នុងវិស័យអ្វីមួយបងប្អូនត្រូវស្វែងយល់នៅក្នុងវិស័យនោះសិនបានន័យថាសិក្សារៀនសូត្រទៅលើចំណេះដឹងនៅក្នុងវិស័យនោះឲ្យយល់ឲ្យចេះឲ្យច្បាស់សិនចាំបងប្អូនទៅប្រឡូកនៅក្នុងវិស័យមួយនោះបាទអញ្ចឹងនៅពេលដែលបងប្អូនហានិភ័យនោះកើតឡើងគឺធ្វើឲ្យបាត់បង់សាច់ប្រាក់បងប្អូនហ្នឹងហើយអញ្ចឹងដើម្បីការពារហានិភ័យគឺបងប្អូនត្រូវតែទៅស្វែងយល់ទៅរកកន្លែងដែលគេអាចផ្ដល់នៅចំណេះដឹងទាំងអស់នោះជូនទៅដល់បងប្អូនបានបាទបន្ទាប់មកតើអ្វីជាកត្តាប្រឈមកត្តាប្រឈមគឺបានន័យថាអញ្ចឹងពេលដែលបងប្អូនទទួលរបស់ទ្រព្យមានតម្លៃយកមកបញ្ចាំនៅទីតាំងបងប្អូនហើយតើបងប្អូនចេះធ្វើលិខិតស្នាមទៅតាមផ្លូវច្បាប់នៃប្រទេសកម្ពុជាដែរទេបានន័យថានៅពេលដែលគេមកបញ្ចាំគ្រឿងអេឡិចត្រូនិកគ្រឿងអលង្ការតើបងប្អូនត្រូវរៀបចំកងត្រារបៀបម៉េចជូនទៅដល់ខាងអតិថិជននៅពេលដែលអតិថិជនគឺគាត់មកបញ្ចាំដូចជាម៉ូតូឡានឬប្លង់អញ្ចឹងគឺបងប្អូនហ្នឹងគឺត្រូវតែរៀបចំរបៀបម៉េចទៅលើកងត្រាឲ្យស្របទៅនឹងច្បាប់នៃប្រទេសកម្ពុជាហើយដែលមិនឲ្យខុសបានន័យថារៀបចំទៅអតិថិជនក៏គាត់បានសាច់ប្រាក់បងប្អូនយកទៅប្រើប្រាស់ដើម្បីមានផលចំណេញណាមួយនោះដើម្បីមិនលួចរបស់ទ្រព្យគាត់វិញហើយបន្ទាប់មកតើអតិថិជនពេលដែលគាត់មកដាក់បញ្ចាំហ្នឹងបងប្អូនរៀបចំកងត្រារបៀបម៉េចដើម្បីឲ្យត្រូវទៅនឹងរបស់ទ្រព្យបញ្ចាំរបស់អតិថិជនអាហ្នឹងហើយគឺសិតតែជាកត្តាដែលបងប្អូនត្រូវតែមានចំណេះដឹងផ្លូវច្បាប់ទាំងអស់សម្រាប់ទៅបញ្ចេញលុយជូនទៅដល់អតិថិជនរៀបចំកងត្រាយ៉ាងម៉េចឲ្យត្រូវនឹងគេហៅថាជាមួយរបស់ទ្រព្យអតិថិជនបាទនៅពេលដែលបងប្អូនចេះទៅលើផ្លូវច្បាប់ទៅលើការរៀបចំឯកសារផ្លូវច្បាប់ដែលពាក់ព័ន្ធទាំងអស់នោះគឺបងប្អូននឹងលែងមានបញ្ហាប្រឈមផ្សេងៗទៅនឹងច្បាប់នៅប្រទេសកម្ពុជាហើយបាទអញ្ចឹងគឺបងប្អូនត្រូវតែស្វែងយល់ថាតើច្បាប់នៃការប្រចាំរបស់ប្រតិភូដល់អនុប្រធានការប្រចាំផ្សេងៗត្រូវរៀបចំអីគេខ្លះគឺបងប្អូនត្រូវតែសិក្សាដើម្បីឲ្យស្វែងយល់ធ្វើមិនកុំឲ្យខុសបាទហើយចំពោះការដែលជាក់ស្ដែងមួយទៀតអតិថិជនបែបណាខ្លះដែលបងប្អូនត្រូវទៅជួបបងប្អូនដឹងស្រាប់ហើយយើងជាអ្នករកទទួលទានគឺអតិថិជន100នាក់គឺត្រូវមានចិត្តតែ100អញ្ចឹងបងប្អូនត្រូវតែស្វែងយល់ថាអតិថិជនគាត់មកដោយរបៀបនេះដោយរបៀបនេះអញ្ចឹងយើងត្រូវទទួលគាត់ដោយរបៀបម៉េចអញ្ចឹងក្នុងចំណុចនេះគឺខ្ញុំសិក្សាតាមបទពិសោធន៍យូរឆ្នាំរបស់ខ្ញុំមកគឺខ្ញុំចែកចេញអតិថិជនជា3ប្រភេទអតិថិជនប្រភេទទី1ជាអតិថិជនជាប្រភេទអតិថិជនស្រួលទី2ជាប្រភេទអតិថិជនដែលគាត់ពិបាកនោះគឺពិបាកនៅក្នុងការបង់ប្រាក់ហើយអតិថិជនទី3គឺគាត់ជាអតិថិជនដែលមកប្រចាំហើយ
គឺគាត់គ្មានតំណែងតែម្ដងដាក់របស់ហើយគឺអត់មាន connection ជាមួយគាត់ទេទោះបីគាត់ឲ្យលេខទូរស័ព្ទមកយើងតាមរយៈតាក់ទងតាម Telegram ក៏យើងតាក់ទងទៅគាត់មិនរវល់ជាមួយយើងតែម្ដងបាទអញ្ចឹងអតិថិជនដែលស្រួលយ៉ាងម៉េចអតិថិជនដែលស្រួលជាអតិថិជនដែលធម្មតាយើងជាក្រុមហ៊ុនម្ចាស់ស្របច្បាប់ដែលចេញពីខាងខ្ញុំទៅណាគឺយើងមានការតំណាក់តំណងជាមួយអតិថិជនតាមរយៈប្រព័ន្ធ Telegram បានន័យថាមុននឹងដល់ថ្ងៃកំណត់មកដល់គឺយើងតាក់ទងទៅគាត់មុនមួយអាទិត្យដើម្បីជាការ alert ជាសារជូនទៅគាត់ថាបងនៅថ្ងៃនេះបងដល់ថ្ងៃបងប្រាក់ហើយអញ្ចឹងចាំបងអញ្ជើញបងតាមមកដល់ទីតាំងបងអីផ្សេងៗហ្នឹងទៅបាទអញ្ចឹងគឺពួកគាត់ពិតជាមានការស្និទ្ធស្នាលជាមួយយើងមែនតើគាត់ឆ្លើយឆ្លងជាមួយយើងផ្សេងៗដើម្បីធ្វើការបងប្រាក់មកដល់ទីតាំងឬក៏តាមកងធនាគារផ្សេងៗហ្នឹងទៅដោយមិនពិបាកទេដល់ពេលគឺគាត់តម្លាក់ការប្រាក់អីផ្សេងៗយកមកទូទាត់ឲ្យយើងតាមងាយស្រួលហើយអតិថិជនទី2ជាអតិថិជនដែលពិបាកក្នុងការបងប្រាក់បានន័យថាដល់ពេលវេលាយើងតាក់ទងទៅគាត់អាចពេលខ្លះគាត់ខឹងពីណាពីណីទេប៉ុន្តែគាត់មកបញ្ចេញកំហឹងជំវិញនឹងយើងក៏មានដែរហើយពេលខ្លះដល់ពេលហើយគាត់មិនបងទៀតប្រហែលថ្ងៃក្រោយបានគាត់បងអីចឹងទៅអានេះដែលយើងចាត់ទុកថាគាត់ជាអតិថិជនដែលពិបាកប៉ុន្តែគាត់នៅតែអង្គទេគាត់ថាគាត់មានអត្តចរិតរាងកាយអត្តចរិតគាត់វិញគឺគាត់អត់សូវមានភាពទទួលខុសត្រូវក្នុងការមកប្រចាំរបស់បាទហើយអតិថិជនទី3បានន័យថាគាត់ប្រចាំហើយយើងលែងតាក់ទងគាត់បានតែម្ដងអញ្ចឹងអានេះគឺជាអតិថិជនមួយដែលយើងពិតជាសិក្សាទៅលើផ្លូវច្បាប់ឲ្យស៊ីជម្រៅមែនតើថាតើរយៈពេលប្រមាណយើងអាចឲ្យរបស់គាត់ដាច់បានយើងត្រូវការកសាងឯកសារផ្លូវច្បាប់អីខ្លះដើម្បីដាក់ទៅគាត់ដើម្បីកុំឲ្យយើងមានទោសទណ្ឌអីផ្សេងៗហើយបន្តមកថាតើយើងត្រូវប្រមូលអ្វីខ្លះឯកសារខ្លះទុកជាផុសតាងអីផ្សេងៗអញ្ចឹងចំណុចទាំងអស់នេះបើសិនជាបងប្អូនចង់ស្វែងយល់បន្ថែមទៅលើកិច្ចការងារផ្លូវច្បាប់ទៅលើការដាក់លិខិតស្នាមទៅអតិថិជនដែលគាត់មិនឆ្លើយតបទៅលើការ alert ទៅភ្ញៀវរបៀបម៉េចទាំងពីអតិថិជនស្រួលអតិថិជនពិបាកឬក៏អតិថិជនគ្មានតំណែងតំណងជាមួយយើងនោះទាំង3ប្រភេទនេះបងប្អូនអាចមកតាក់ទងសួរនាំក៏ដូចជាពីខ្ញុំទៅខ្ញុំអាចប្រឹក្សាយោបល់បងប្អូនទៅលើចំណុចទាំងអស់នេះបានដោយសារថាខ្ញុំមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យមួយនេះអញ្ចឹងគឺយើងអាចចូលរួមក្នុងការផ្ដល់ជាដំណោះស្រាយជូនទៅដល់បងប្អូនដែលកំពុងតែបើកគេហៅថាការផ្ដល់សេវាកម្មហាងបញ្ចាំនេះដែលបងប្អូនទៅចូលប្រឡូកថ្មីថ្មោងផ្សេងៗឬក៏បងប្អូនមិនទាន់បានចូលប្រឡូកទេតែជាមុខរបរមួយដែលបងប្អូនគិតថាបងប្អូននឹងទៅចាប់ដើមនៅពេលនេះអីផ្សេងៗចឹងបងប្អូនអាចតំណាក់តំណងមកកាន់ខ្ញុំតាមរយៈលេខទូរស័ព្ទ078 76 56 និង56បានហើយខ្ញុំនឹងរីករាយជានិច្ចក្នុងការផ្ដល់ជាការប្រឹក្សាយោបល់ផ្សេងៗទៅលើកិច្ចការងារទាំងអស់នេះអរគុណចឹងថ្ងៃនេះខ្ញុំមានកិច្ចការងារប៉ុណ្ណាក៏ដូចជាបទពិសោធន៍របស់ខ្ញុំនៅក្នុងការចែករំលែកក្នុងវិស័យបញ្ចាំមួយនេះក៏បានមកដល់ទីបញ្ចប់ផងដែរអញ្ចឹងបើសិនជាចំណេះដឹងមួយនេះបងប្អូនគិតថាវាអាចផ្ដល់ជាប្រយោជន៍ជូនទៅដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិអ៊ំពូមីងផ្សេងៗក៏ដោយបងប្អូនអាចធ្វើការ share ចែករំលែកវីដេអូខ្ញុំមួយនេះឲ្យទៅដល់ដៃបងប្អូនដែលគាត់ចាប់អារម្មណ៍នៅក្នុងមុខរបរបញ្ចាំមួយនេះបាទអញ្ចឹងសូមអរគុណច្រើនពីខ្ញុំបាទបូរអង្គវិជាសូមគោរពលាផងដែរ